ភពធម្មពលវេទមន្តនៅក្នុងពិភពមួយដែលអាណាចក្រនិងវេទមន្តដើរតួសំខាន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់បណ្ដាញវេទមន្តពីស្បនដែលមានឈ្មោះថាអាណាចក្រនារីគានៅទីនេះវេទមន្តមិនត្រឹមតែជាធម្មពលទេប៉ុន្តែវាជាសត្វចិត្តកាចដែលអាចបំផ្លាញនរណាមួយបើប្រើខុសពីគោលបំណងកាលីនក្មេងស្រីម្នាក់កើតក្នុងភូមិធម្មតាត្រូវបានគេចាប់អារម្មណ៍ពីសមត្ថភាពវេទមន្តដែលនាងមានតែវាជាវេទមន្តពីរដែលមិនគ្រប់គ្រងបានងាយនាងត្រូវបោះចេញដំណើរដើម្បីស្វែងរកអត្តសញ្ញាណនិងគន្លឹះដើម្បីគ្រប់គ្រងធម្មពលរបស់នាងមិនឲ្យវាបំផ្លាញពិភពលោកតែការដំណើររបស់នាងគឺមិនងាយឡើយបើពិសេសពេលដែលសត្រូវរបស់នាងជាសិស្សចាស់នៃសាលាវេទមន្តដែលចង់ប្រើធម្មពលរបស់នាងដើម្បីបំផ្លាញពិភពដ៏ស្រស់ស្អាតនេះជាច្រើនរយឆ្នាំមុនពិភពវេទមន្តមិនធ្លាប់មានភាពងឹតដូចសពថ្ងៃទេវេទមន្តត្រូវបានប្រើដើម្បីស្នើសុខស្ថាបនាសន្តិភាពនិងអភិវឌ្ឍជីវិតមនុស្សប៉ុន្តែនៅចន្លោះសម័យនៃសន្តិភាពនោះមានវិចិត្របុរសម្នាក់ឈ្មោះអាសេរ៉ូដែលធ្លាប់ជាគ្រូវេទមន្តល្អឥតខ្ចោះប៉ុន្តែបាត់បង់គ្រួសារពីសង្គ្រាមអាវុធបុរាណភាពរលំទឹកចិត្តនាំឲ្យគាត់ចាប់ផ្ដើមសិក្សាវិជ្ជាងងឹតពីសនិងអាស្រូវដើម្បីសងសឹកអាសេរ៉ូបានបង្កើតវេទមន្តថ្មីមួយវេទមន្តពីរដែលអាចបំផ្លាញវិជ្ជាផ្សេងប៉ុន្តែវាក៏ចាក់ខ្លួនអ្នកប្រើផងដែរវិជ្ជានេះពោពេញដោយអារម្មណ៍ជឿចាប់ទុកសោកនិងការចងក្រងអារម្មណ៍អវិជ្ជាបន្ទាប់ពីគាត់បាត់បង់វិញ្ញាណទៅនឹងធម្មពលពីរនោះក៏ជាពេលដែលវេទមន្តនេះបានចែកចាយចេញទៅកាន់ពិភពទាំងមូលប៉ុន្តែមិនទាល់តែបែបអាក្រក់ទេនៅក្នុងជំនាន់ក្រោយក្មេងម្នាក់បានកើតមកជាមួយវេទមន្តពីរក្នុងឈាមជាអ្នកដែលអាចគ្រប់គ្រងធម្មពលនេះដោយស្មារតីល្អនាងឈ្មោះកាលីនទាំងពិភពខ្លាចនាងហើយក៏សង្ឃឹមលើនាងផងដែរដើម្បីផ្ដាច់សាច់រឿងចាស់ហើយបើកសម័យថ្មីសម្រាប់វេទមន្តដែលរួមរស់ជាមួយមនុស្សវិញ